យោបាយថាដោយសារតែយើងលទ្ធិប្រជាធិបតេយ្យមែនទេមានន័យថានយោបាយគឺជារបៀបគ្រប់គ្រងរដ្ឋដោយប្រជាពលរដ្ឋមានន័យថារាជគឺជាម្ចាស់នៃអំណាចម្ចាស់ប្រទេសជាតិហើយអំណាចបែងចែកជា3អំណាចនីតិបញ្ញត្តិនីតិប្រតិបត្តិនិងអំណាចតុលាការដូច្នេះអំណាចទាំង3ហ្នឹងអានឹងជានយោបាយប៉ុន្តែសួរថានយោបាយវាមិនម៉េចខ្ញុំបែងចែកជា2ទៀតរវាងនយោបាយហើយជាមួយនឹងអ្នកនយោបាយបាទសំខាន់គឺអ្នកដឹកនាំនយោបាយគេនិយាយអំពីអីកាលណានយោបាយគេនិយាយអំពីការគ្រប់គ្រងអំពីរឿងសាធារណៈអំពីរឿងសាធារណៈចូលអ្នកនយោបាយកាលណាអ្នកនយោបាយគេនិយាយអំពីការសម្រេចចិត្តអំពីរឿងការគ្រប់គ្រងកិច្ចការសាធារណៈអានឹងផ្ដោតសំខាន់ទៅលើចំណុចដែលតាក់ទងជាមួយនឹងនយោបាយអំពីនយោបាយបាទ